គេខុសហើយណាបងប្អូនស្ត្រីហ្នឹងគាត់ខុសហើយណាគាត់ប្រមាថកងទ័ពគាត់អីឲ្យគាត់រស់ស៊ីយ៉ាងម៉េចតាមផ្លូវច្បាប់គេណារស់ស៊ីបោកប្រាស់គេទៅទូរស័ព្ទមិនខ្ញុំមិនហ៊ាននិយាយអាហ្នឹងតាមផ្លូវច្បាប់ទៅបាទគេខុសហើយខ្ញុំក៏បានចេញវីដេអូនឹងលើថាគាត់ខុសហើយណាអាហ្នឹងគឺគាត់ក្នុងផ្លូវច្បាប់តែអាខុសរបស់យើងនេះ2 3ចំណុចនេះយើងខុសវិញនេះអាអ្នកដែលធ្វើMMO បងប្អូនខ្លះមួយចំនួនធ្វើMMO ឬចែកម្លែកមួយចំនួននេះដែលគាត់ខុសនេះហើយគាត់តាំងខ្លួនជាអ្នកកាន់សាសនាពុទ្ធដែរនេះណាស្លៀកពាក់ស្អាតបាតជូនឪពុកម្ដាយជូនយាយតាទៅវត្តទៅវាខ្លួនឯងស្អាតបាតចង់បានជ្រះថ្លាតែខ្លួនឯងប្រមាថជេរគេនេះអត់មានអភ័យចំពោះគេនេះបើគេខុសគេធ្លាក់ក្នុងលងហើយយើងពធអីឬក៏យើងសំដោសបណៃទៅហើយយើងជេរគេខ្លាំងជាងអ្នកដែលគេនេះទៀតអូខ្ញុំគេថាខ្មែរយើងកាន់សាសនាប្រៃហ៊ានបានតែចំពោះអ្នកដែលទុនខ្សោយអ្នកអីទេបើប៉ះគេមានលុយមានអីគេធ្វើធំធ្វើអីតែហ៊ានទៅជេរគេដល់អត់ហ៊ានទេអត់យុត្តិធម៌តតែសោះបងប្អូន